អំបិលហើយវៀតណាមទន្លេធំធំប្រែពីសាបទៅប្រៃដោយសារតែទឹកសមុទ្រជ្រាបចូល Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ វៀតណាមប្រកាសអាសន្នពីការហក់ឡើងនៃកំហាប់ជាតិប្រៃនៅតំបន់ដីសណ្ដោទន្លេមេគង្គបន្ទាប់ពីខេត្តដុងថាប់ឈានដល់កម្រិតហានិភ័យហើយក្រុងហូជីមិញកំពុងត្រៀមផែនការសង្គ្រោះបន្ទាន់នៅថ្ងៃទី27ខែមករាឆ្នាំ2026សារព័ត៌មានកសិកម្មនិងបរិស្ថានវៀតណាមបានបញ្ជាក់ថាចាប់តាំងពីពាក់កណ្ដាលខែមករាមកការជ្រាបចូលនៃទឹកសមុទ្របានចាប់ផ្ដើមលុកលុយចូលក្នុងតំបន់ដីសណ្ដោទន្លេមេគង្គសម្រាប់រដូវប្រាំងឆ្នាំ2026បើទោះបីជាកម្រិតនៃការជ្រាបចូលត្រូវបានព្យាករណ៍ថាមានសភាពស្រាលជាងឆ្នាំ2025ក៏ដោយចុះប៉ុន្តែការប្រែប្រួលមិនប្រក្រតីនៃចរន្តទឹកពីផ្នែកខាងលើបានកំពុងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងដល់ផលិតកម្មកសិកម្មនិងជីវភាពរស់នៅរបស់ប្រជាជនវៀតណាមក្នុងតំបន់ជាពិសេសគឺខេត្តដុងថាប់ដែលកំពុងស្ថិតក្នុងសញ្ញាអាសន្នខណៈទីក្រុងហូជីមិញត្រៀមបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រោះរាំងស្ងួតប្រភពដដែលបន្តថាខេត្តដុងថាប់ដែលជាជង្រុកកសិកម្មសំខាន់មួយកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ខណៈដែលកំហាប់ជាតិប្រៃកំពុងបន្តនិន្នាការកើនឡើងយោងតាមរបាយការណ៍ពីក្រសួងកសិកម្មនិងបរិស្ថានវៀតណាមកម្រិតជាតិប្រៃ4ក្រាមក្នុង1លីត្របានជ្រាបចូលយ៉ាងជ្រៅទៅក្នុងដីគោកដែលអាចប៉ះពាល់ដល់ប្រព័ន្ធស្រោចស្រពនិងគុណភាពដីកសិកម្មហានិភ័យនៃការខ្វះខាតទឹកសាបក្នុងមូលដ្ឋានកំពុងលេចរូបរាងឡើងដែលតម្រូវឲ្យកសិករក្នុងខេត្តដុងថាប់ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតជាពិសេសក្នុងការត្រួតពិនិត្យជាតិប្រៃមុនពេលស្រោចស្រពដំណាំដើម្បីការពារការខូចខាតដែលមិនអាចស្ដារបានស្របពេលជាមួយគ្នានេះទីក្រុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់វៀតណាមគឺទីក្រុងហូជីមិញបានប្រកាសដាក់ចេញនូវផែនការសកម្មភាពយ៉ាងច្បាស់លាស់ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលទឹកប្រៃផែនការនេះរួមមានការគ្រប់គ្រងប្រភពទឹកដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋរាប់លាននាក់និងការទប់ស្កាត់ផលប៉ះពាល់ដោយរៀបចំប្រព័ន្ធការពារទឹកប្រៃមិនឲ្យហូរចូលជ្រៅក្នុងតំបន់ផលិតកម្មជាយក្រុងយ៉ាងណាមិញយោងតាមលោកខៀនហុងខាញ់អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់ធារាសាស្ត្របានឲ្យដឹងថាការជ្រាបចូលនៃទឹកប្រៃអាចនឹងបន្តអូសបន្លាយនិងកើនឡើងកម្ដៅរហូតដល់ខែមេសាឆ្នាំ2026ប្រសិនបើគ្មានភ្លៀងធ្លាក់ចំណុចដែលត្រូវប្រុងប្រយ័ត្នគឺនៅតាមមាត់ទន្លេមេគង្គទឹកប្រៃនឹងឡើងដល់ចំណុចកំពូលនាពាក់កណ្ដាលនិងចុងខែមិនិនាចំណែកទន្លេវ៉ាំកូនិងទន្លេកៃលឿនកំហាប់ជាតិប្រៃអាចជ្រាបចូលជ្រៅរហូតដល់ទៅ60ទៅ65គីឡូម៉ែត្រពីមាត់សមុទ្រដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះក្រសួងកសិកម្មនិងបរិស្ថានវៀតណាមបានដាក់ចេញនូវអនុសាសន៍សង្គ្រោះបន្ទាន់រួមមានការស្តុកទឹកសាបបង្កើនការបូមទឹកសាបទុកក្នុងស្រះបឹងនៅពេលដែលមានទឹកសាបហូរមកដល់ជាពិសេស5ទៅ7ថ្ងៃមុនទឹកចូលបច្ចេកវិទ្យាសន្សំសំចៃអនុវត្តការស្រោចស្រពបែបទំនើបដែលប្រើប្រាស់ទឹកតិចបំផុតសម្រាប់ស្រូវនិងឈើហូបផ្លែដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ការតាមដានព័ត៌មានកសិករវៀតណាមត្រូវបានក្រើនរំលឹកឲ្យតាមដានជាប់ជាប្រចាំនៅប្រតិបត្តិព័ត៌មានជាតិប្រៃរៀងរាល់សប្តាហ៍ដើម្បីសម្រេចចិត្តលើការដាំដុះតើលោកអ្នកដឹងទេហេតុអ្វីកំហាប់ជាតិប្រៃពីសមុទ្របានបន្តជ្រាបចូលទៅក្នុងដីគោកនិងបណ្ដាទន្លេនានានៅតំបន់ដីសណ្ដោទន្លេមេគង្គរបស់ប្រទេសវៀតណាមនោះខ្ញុំបាទណារ៉ាពីកម្មវិធី60